Minecraft Update បានចេញជាផ្លូវការកាលពីម្សិលមិញដែលស្ថិតនៅលើ version 26.2 ហើយយើងមានជាមួយនឹង server cube រួមទាំងរបស់ផ្សេងៗទៀតហើយចឹងថ្ងៃនេះខ្ញុំក៏មានរបស់អត្ថប្រយោជន៍ថ្មីចំនួន26ដូចគ្នាសម្រាប់យកមកចែកឲ្យអ្នកមើលទស្សនាព្រោះថា Minecraft Update ថ្មីរបស់វាគឺមករហូតចឹងរបស់ថ្មីក៏វាមកតាមនឹងដែរគ្រាន់តែថារបស់ហ្នឹងវាមានប្រយោជន៍ឬក៏អត់អាហ្នឹងយើងមិនដឹងទេសំខាន់យើងទៅវីដេអូតគ្នាទៅអូខេយើងមានដឹងថានៅពេលដែលយើងយកសាញមកដាក់លើដីដើម្បីសរសេរអក្សរបន្ទាប់ពីយើងសរសេររួចគឺយើងអាចចុច Control ជាមួយនឹង Mouse កណ្ដាលទៅយើងអាចយកសាញហ្នឹងមកទុកប្រើប្រាស់នៅពេលក្រោយទៀតបានណាបើន័យថាយើងអាចដាក់ទៅវាចេញអក្សរដែលយើងសរសេរពីមុនមកយើងមិនបាច់ចាំបាច់សរសេរសារថ្មីទេហើយចំពោះអានេះគឺយើងអាចធ្វើបាននៅក្នុង Game Mode Creative ប៉ុន្តែបានតែនៅក្នុង Minecraft Java តែប៉ុណ្ណោះហើយមិនតែសាញរបស់ផ្សេងៗមួយចំនួនទៀតក៏យើងអាចធ្វើចឹងបានដូចគ្នាហើយបន្ទាប់ពីសាញយើងមានជាមួយនឹងកុងតាក់សម្រាប់ជន់ចឹងយើងមានដែរដឹងថាកុងតាក់ហ្នឹងគឺវាមានដំណើរការខុសគ្នាទៅតាមប្រភេទរបស់វានីមួយៗដូចជាអាឈើនេះនៅពេលដែលយើងជន់ទៅគឺវាអាចដំណើរការ redstone បានរហូតដល់ចម្ងាយ15 ប្លុកហើយយើងអាចបោះ item ឬក៏ប្រើសទូចប្រើផ្លែវាបាននៅលើហ្នឹងនិយាយទៅគឺបានមកចប់ចំណែកថ្មនេះវិញគឺយើងអាចជន់ទៅវាដំណើរការបាន15 ប្លុកដូចគ្នាគ្រាន់តែថាវារៀងកកិតហើយវារៀងធ្ងន់ណាចឹងនៅពេលដែលយើងបោះ item ឬក៏ប្រើសទូចប្រើអីវិញទៅគឺវាអត់ដំណើរការទេមួយទៀតយើងមានជាប្រភេទរ៉ែយើងមានជាមួយនឹងមាសហើយនឹងដែកចឹងអានេះគឺវានៅពេលដែលយើងជន់វាដំណើរការបានតែមួយប្លុកទេហើយនៅពេលដែលយើងបោះ item ឬក៏បោះសទូចអីវិញគឺវាដំណើរការធម្មតាដូចអាឈើដែរហ្នឹងហើយងាកមកចំណុចសំខាន់មួយទៀតខ្ញុំជឿថាអ្នកលេងពីច្រើនប្រកាសជាធ្លាប់ជួបដែលនៅពេលដែលយើងយកផ្សិតទៅដាំទៅគឺវាដាំអត់កើតទេពេលខ្លះដាំកើតពេលខ្លះដាំអត់កើតហើយយើងមិនដឹងថាមកពីហេតុអីអត់ចឹងបើសិនជាយើងអត់ដឹងទេផ្សិតទាំងអស់ហ្នឹងគឺយើងដាំបានតែកន្លែងងងឹតតែប៉ុណ្ណោះហើយយើងមិនបាច់ចាំបាច់ទៅធ្វើអីណាបន្ទប់ងងឹតបិទចិត្តដើម្បីដាំវាទេចឹងអីដែលយើងត្រូវធ្វើហ្នឹងយើងគ្រាន់តែដាក់ប្លុក2ដូចខ្ញុំបែបហ្នឹងមកហើយយើងវាយអាផ្នែកខាងក្រោមចោលបន្តមកទៀតយើងជីកប្លុក2ប្លុកចូលទៅក្រោមហើយយើងដាក់ផ្សិតដាំពីក្រោមហ្នឹងទៅចឹងចុងក្រោយយើងគ្រាន់តែវាយអាប្លុកខាងលើចោលហើយយើងដាក់ជាមួយនឹងបូនមានទៅគឺវាដុះជាមួយនឹងផ្សិតធំមកយើងអាចប្រមូលផលអាចអីបានចឹងណាហើយបន្ទាប់ពីហ្នឹងយើងបន្តមកចំណុចសំខាន់មួយទៀតដែលមានអ្នកដឹងពីវាតិចមែនតើចឹងចំពោះនៅក្នុង Minecraft Java នៅរាល់ពេលដែលយើងដាក់ទ្វារទៅដីគឺថាដំណើរការកូដរបស់ទ្វារហ្នឹងគឺវាបិទជានិច្ចតែបើន័យថាបន្ទប់បីជាយើងឃើញទ្វារនឹងចំហក៏ដោយប៉ុន្តែទ្វារហ្នឹងគឺដំណើរការបិទណាឥឡូវយើងចាំមើលខ្ញុំយកទ្វារមួយមកដាក់ខាងអ្នកភូមិហើយបន្ទាប់មកខ្ញុំចុចបិទវាចឹងឡើយនេះគឺទ្វារហ្នឹងគឺអត់បានបិទទេព្រោះថានៅពេលដែលខ្ញុំដាក់ទៅហ្នឹងទ្វារហ្នឹងគឺបានបិទហើយម្ដងហើយប៉ុន្តែនៅពេលដែលខ្ញុំចុចបិទវាមួយសារទៀតគឺវាដូរទៅជាបើកវិញណាចឹងទៅវាធ្វើឲ្យអ្នកភូមិដើរមកក្បែរទ្វារហ្នឹងវាគិតថាទ្វារនឹងបើកឲ្យស្រាប់វានឹងអត់បើកមួយសារទៀតទេវាខាំងជាប់នៅហ្នឹងណាហើយអានេះគឺវាមានប្រយោជន៍មែនតើនៅក្នុង Game Mode Hard ដោយសារតែយើងអាចការពារអ្នកភូមិឬក៏ការពារ zombie កុំឲ្យវាវាយទ្វារបានចឹងបន្ទាប់ពីហ្នឹងយើងបន្តមកចំណុចមួយទៀតគឺតាក់ទងទៅនឹងពងមាន់ព្រោះថាយើងបានដឹងស្រាប់ហើយនៅពេលដែលយើងគប់ពងមាន់គឺយើងមានឱកាស 12.5% គឺទទួលបានកូនមាន់ចេញមកដែលវាបានន័យថាយើងត្រូវគប់ពងមាន់យ៉ាងតិចពី1គ្រាប់ទៅ8គ្រាប់ទៅវាចេញជាមួយនឹងកូនមាន់ចំណែកឯ 0.39% ទៀតគឺយើងនឹងមានឱកាសទទួលបានកូនមាន់រហូតដល់4នៅពេលដែលយើងគប់ពងមាន់តែមួយប៉ុន្តែអានេះគឺវាកម្រខ្លាំងមែនតើព្រោះថាបើយើងសោយខ្លាំងគឺយើងត្រូវគប់យ៉ាងតិច256គ្រាប់ទៅវាអាចមានឱកាសទទួលបានកូនមាន់4មកចឹងថាវាកម្រខ្លាំងមែនតើប៉ុន្តែទោះជាយ៉ាងណាក៏វាមិនកម្រមានអ្នកដឹងដល់ចំណុចនេះដែរដោយសារតែនៅរាល់ពេលដែលយើងយកត្រីទៅថែមឆ្មាគឺយើងនឹងបានឆ្មាមកចិញ្ចឹមហើយនៅរាល់ពេលដែលយើងចូលដីនៅពេលយប់ឆ្មាហ្នឹងគឺវានឹងមកដេកនៅលើយើងហើយមិនតែប៉ុណ្្នឹងឯងនៅពេលដែលផឹកឡើងគឺវានឹងមាន item មកយើងទៀតវាអាច random ចេញជា item ផ្សេងៗដូចដែលខ្ញុំដាក់ឲ្យមើលហ្នឹងចឹងបើសិនជាយើងមានសំណាងវាអាចនឹងឲ្យ item ល្អមកយើងហើយរបស់ដែលល្អបំផុតហ្នឹងគឺ damage របស់ spear ព្រោះថានៅរាល់ពេលដែលយើងយក spear រត់ទៅចាក់គេគឺយើងអាចបញ្ចេញ damage ទៅលើគេបានប៉ុន្តែយើងមិនដែរដឹងទេថាបន្ទប់បីជាយើងនៅស្ងៀមក៏ដោយក៏យើងអាចបញ្ចេញ damage ទៅលើគេបានដែរដោយសារតែយើងដឹងស្រាប់ហើយ damage របស់ spear គឺវាគិតទៅលើល្បឿនចឹងបន្ទប់បីជាយើងឈរស្ងៀមក៏ដោយឲ្យតែគេផ្លាស់ទីមកបុក spear យើងគឺយើងអាចបញ្ចេញ damage ទៅលើគេបានហើយចំណុចដែលសំខាន់មួយទៀតគឺនៅពេលដែលយើងវាយ iron golem ចឹងនៅពេលដែលយើងវាយវាយើងច្រើនតែវាប្លុកឡើងលើហក់កាប់វាយវាត្រូវពេលខ្លះយើងវាខុសទៅ iron golem ហក់វាយយើងដល់វាវាយយើងងាប់អីចឹងទៅចឹងវានៅមានវិធីមួយទៀតដែលវាងាយជាងនេះហើយសុវត្ថិភាពជាងនឹងទៀតអីដែលយើងត្រូវធ្វើនេះយើងគ្រាន់តែវាយ iron golem ហើយយើងជីកប្លុកចូលទៅក្រោម2ប្លុកទៅគឺយើងអាចវាយ iron golem ដោយសុវត្ថិភាពហ្មងវាវាយយើងដល់ទេព្រោះថាវាខ្ពស់ជាងយើងហើយវាមានធំចឹងវាចូលប្រហោងណារួចទេហើយបន្ទាប់ពីហ្នឹងយើងងាកមកការចូលទៅក្នុង Nether វិញដោយសារតែរាល់ពេលដែលយើងចូលទៅក្នុង Nether គឺយើងត្រូវការជាមួយនឹងអាវក្រោះមាសដើម្បីពាក់ការពារអាពួក piglin ណាមួកកៅអៅខោឬក៏បិជើងក៏បានដែរគឺយើងអាចពាក់មួយទៅវាការពារយើងបានទេប៉ុន្តែយើងមិនដែរឆ្ងល់ទេថាយើងគួរតែពាក់អាមួយណាដើម្បីឲ្យវាចំណេញដល់អាវក្រោះរបស់យើងណា
ព្រោះបើយើងធៀបរវាងរបស់ដៃទៅនឹងរបស់មាសចំពោះអាវខោហើយនឹងបិជើងគឺភាពតាន់របស់ដៃវាល្អជាងរបស់មាសរីឯមួកវិញចំពោះភាពតាន់របស់វារវាងដៃហើយនឹងមាសគឺវាស្មើគ្នាអញ្ចឹងវាបានន័យថារបស់ដែលយើងគូពាក់គឺមួកមាសដោយសារតែពេលដែលយើងដូរពីដៃមកមាសក៏វានៅតែមានភាពតាន់ធម្មតាដែរវាផ្លាស់ប្ដូរទៅណាទេហើយដែលផ្លាស់ប្ដូរហ្នឹងគឺ gas ព្រោះថា gas នៅពេលដែលវាបាញ់ដុំភ្លើងមកហើយយើងវាយគឺវាប៉ើងទៅវិញឬក៏ម្យ៉ាងទៀតយើងអាចយកព្រួញទៅបាញ់ក៏វាប៉ើងទៅវិញដូចគ្នាប៉ុន្តែអីដែលដូចគ្នាហ្នឹងគឺថានៅពេលដែលយើងយកព្រួញទៅបាញ់ហើយយើងងាកចេញឲ្យលឿនគឺដុំបាល់ហ្នឹងហោះតាមទិសដៅដែលយើងងាកទៅហ្នឹងដែលហ្នឹងវាកាត់ឡើងដោយសារតែក៏ព្រួញដែលយើងបាញ់ចេញទៅហ្នឹងវាមានដំណើរការដូចដៃយើងចឹងព្រោះថាដៃយើងពេលដែលយើងវាយឲ្យបែរមុខទៅណាគឺវាហោះទៅហ្នឹងបាល់ហ្នឹងដល់ពេលចឹងក៏ព្រួញក៏វាដូចគ្នាពេលដែលយើងបាញ់ចេញទៅវាអត់តន់ប៉ះអីគឺទិសដៅវានៅត្រង់ធម្មតាហើយពេលដែលយើងងាកទៅទិសណាមួយទៅគឺអាគ្រាប់ព្រួយហ្នឹងវាផ្លាស់ប្ដូរទិសដៅទៅតាមយើងដែរអញ្ចឹងទៅពេលដែលវាប៉ះជាមួយនឹងបាល់ភ្លើងហ្នឹងគឺធ្វើឲ្យបាល់ហ្នឹងវាហោះទៅតាមទិសដៅរបស់គ្រាប់ព្រួយហ្នឹងហើយយើងប្រកាសជាបានដឹងហើយថានៅពេលដែលយើងលោតពីកន្លែងខ្ពស់យើងតែងតែប្រើទឹកដើម្បីទប់ជាមួយនឹង fall damage ឬក៏ម្យ៉ាងទៀតយើងអាចប្រើជាមួយនឹងទូកជិះតម្លាក់ខ្លួនក៏វាអត់មានទទួល fall damage អីដែរប៉ុន្តែនៅមានរបស់មួយទៀតក៏យើងអាចប្រើបានដូចគ្នាគឺ wind shark ចឹងចំពោះ wind shark នៅពេលដែលយើងតម្លាក់ខ្លួនពីកន្លែងខ្ពស់ហើយយើងគប់ឲ្យបានមុនដល់ពេលយើងតម្លាក់ទៅដីបន្តិចទៅគឺវាអាចទប់ fall damage បានទេគ្រាន់តែថាហ្នឹងវារៀងបាក់ប្រើជាងគេបន្តិចខ្ញុំជឿថាអ្នកលេងពីច្រើនប្រកាសជាធ្លាប់ឃើញរបស់មួយនេះយើងអាចផលិតវាបានដោយប្រើកញ្ចក់ធម្មតាមួយហើយនឹងបំណែក amethyst 4ហើយហ្នឹងគេហៅវាថា tin glass ចឹងហ្នឹងវាជាប្រភេទកញ្ចក់មួយដែលស្រដៀងទៅជាមួយនឹងកញ្ចក់ពណ៌ខ្មៅដែរប៉ុន្តែបើយើងនិយាយពីដំណើរការរបស់វាគឺអត់ដូចគ្នាទេព្រោះថាចំពោះកញ្ចក់ធម្មតាយើងអាចយកវាទៅសង់ផ្ទះសង់អីចឹងដើម្បីឲ្យមានពន្លឺជះចូលផ្ទះមិនថាយើងប្រើពណ៌សពណ៌ខ្មៅពណ៌លឿងអីក៏ដោយវានៅតែមានពន្លឺធម្មតាចំណែកឯ tin glass វិញគឺវាអត់ដូចគ្នាទេបើសិនជាយើងហ៊ានទៅដាក់វាបិទចិត្តគឺវាល្ងិតស្លុបហ្មងមើលអត់ឃើញណានិយាយទៅគឺវាដូចប្លុកធម្មតាចឹងគ្រាន់តែវាជាលក្ខណៈកញ្ចក់យើងអាចមើលពីក្រៅបានហើយអានេះខ្ញុំគិតថាវាមានប្រយោជន៍សម្រាប់ធ្វើ farm ធ្វើអីចឹងទៅយើងអាចមើល farm ពីក្រៅទៅថាវាមាន spawn អីនៅក្នុងហ្នឹងខ្លះចឹងណាបើថាក្រៅហ្នឹងទៀតគឺខ្ញុំមិនដឹងទេហើយដែលខ្ញុំដឹងហ្នឹងគឺថានៅក្នុង Minecraft Bedrock គឺយើងអាចធ្វើឲ្យទឹកអណ្ដែតបានឥឡូវយើងមើលនេះទឹកនេះគឺវាអត់មានហូរអត់មានលិចទៅណាទេវានៅអណ្ដែតធម្មតាចឹងណាចឹងយើងមានដឹងថាវាកាត់ឡើងដោយសារអីអត់ហើយវាអត់ដឹងទេអានេះគឺវាគ្រាន់តែជា click មួយនៅក្នុង Bedrock តែប៉ុណ្ណោះដែលដើម្បីអាចធ្វើវាបានយើងគ្រាន់តែដាក់ខ្សាច់ Soulsand 2ហើយដាក់ piston មួយពីលើបន្ទាប់មកយើងភ្ជាប់ដោយកុងតាក់មួយមកចឹងពេលដែលយើងចាក់ទឹកលើ Soulsand យើងបិទបើកកុងតាក់ឲ្យលឿនទៅគឺយើងនឹងទទួលបានអាទឹកអណ្ដែតនឹងមកហើយតែទឹកនេះវាមិនមែនជាទឹកធម្មតាទេគឺវាជាទឹក click ចឹងពេលដែលយើងទៅក្បែរវារៀងកញ្ឆក់ទាញយើងចុះឡើងអីចឹងទៅអានេះគឺជារបៀបក្រាលរបបមួយចំនួនដែលមិនសូវមានអ្នកដឹងទាល់តែសោះចឹងយើងមានជាមួយនឹងល្ពៅស្ករហើយនឹងពងមាន់គឺយើងផលិតបានជានំល្ពៅយើងមានជាមួយនឹងដលងដុតទន្សាយដុតចានការ៉ុតហើយនឹងផ្សិតប្រភេទយើងផលិតបានជាស៊ុបទន្សាយថ្មដៃអារ៉ៃនិងថ្ម copperstone យើងផលិតបាន andesite ថ្មដៃអារ៉ៃដែរដាក់ជាមួយនឹង nether quartz យើងបាន granite gunpowder blaze powder ហើយនឹងធ្យូងយើងបាន fire shark Soulsand 1ហើយនឹងទឹកភ្នែក gas ចំនួន8យើងបានជាមួយនឹង dry gas magma cream ចំនួន4យើងបានជាមួយនឹង magma block gunpowder ហើយនឹងលាក់ពណ៌យើងបានជារំសេវមានពណ៌gunpowder និងกระดาษយើងបានទៅជាកញ្រួចដែលយើងបោកទៅវាចេញពណ៌ផ្កាភ្លើងមកស្អាតមែនតើដៃម្ដុំហើយនឹង chisel stone ចំនួន8យើងផលិតបានទៅជា lodestone ដែល lodestone នេះយើងអាចយកទៅដាក់នៅដីហើយយកត្រីវិស័យមកចុចពីលើវាទៅយើងអាច set ទីតាំងបានណាcrafting table trapper ដៃចំនួន5ហើយនឹង redstone ចំនួន2យើងផលិតបានទៅជា crafter ចឹងនៅក្នុងចំណោមរបស់ទាំងអស់ហ្នឹងបើសិនជាមានរបស់ណាយើងដឹងយើងអាច comment បានហើយបើយើងមិនចង់ comment ទេយើងបន្តមករបស់មួយទៀតអូខេបើសិនជាយើងចង់បានជាមួយនឹងដីភុកយើងមិនចាំបាច់ចូលទៅក្នុងតំបន់ដីលិចទឹកក៏បានដែរអីដែលយើងត្រូវធ្វើហ្នឹងគឺយើងគ្រាន់តែមានដបទឹកមួយហើយយើងដួសទឹកទៅចាក់ទៅលើដីដែលអត់មានស្មៅយើងចាក់ពីលើដីទៅយើងនឹងទទួលបានដីភុកមកហើយយើងអាចយកជាមួយនឹងប៉ែទៅជីកមកគឺយើងអាចយកវាមកប្រើប្រាស់បានណាមួយទៀតនៅពេលដែលយើងយកកន្ត្រៃទៅកាត់ស្លឹកឈើគឺវានឹងជ្រុះស្លឹកឈើហ្នឹងគឺយើងអាចរើសយកមកទុកបានហើយយើងយកស្លឹកឈើទៅដុតទៅគឺវានឹងចេញទៅជាកតិចស្លឹកឈើដែលវាជ្រុះនៅដីដូចនៅក្នុងព្រៃចឹងយើងអាចយកអាកតិចហ្នឹងយកទៅតាំងលម្អឬក៏ធ្វើអីផ្សេងៗទៀតចឹងទៅហើយតាក់ទងនឹងការតាំងលម្អហ្នឹងយើងនឹងមានរបស់មួយទៀតគឺនៅពេលដែលយើងក្រាបជាមួយនឹងប្លុកស្រូវហើយយើងយកអាប្លុកស្រូវទៅដាក់នៅពីក្រោម campfire ចឹងវានឹងធ្វើឲ្យអា campfire ហ្នឹងមានផ្សែងខ្លាំងជាងមុនណាឥឡូវយើងអាចមើលបាននេះយើងធៀប campfire ធម្មតាហើយនឹង campfire នៅពីលើប្លុកស្រូវគឺថាវាវែងខ្លាំងមែនតើផ្សែងវាហើយចឹងយើងបន្តមករបស់ដែលមានភាពធន់វិញម្ដងគឺ nether star ចឹង nether star គឺវាមានភាពធន់មែនតើនៅពេលដែលយើងដុត TNT វាក៏វាអត់មានខ្ទុះបាយដែរហើយសូម្បីតែយើងដាក់ជាមួយនឹង end crystal ក៏វាអត់មានខូចខាតទៅណាដែរនិយាយទៅគឺវាខ្លាំងជាងអាវ netherite ហើយនឹង bedrock ទៀត
ប៉ុន្តែបើសិនជាយើងយកវាទៅបោះចូលភ្លើងគឺថាវាឆេះខ្ទេចអស់ហើយអញ្ចឹងវាអត់នៅខ្លាំងទេវាខ្លាំងបានតែជាមួយនឹងរបស់ផ្ទុះអូខេនៅពេលដែលយើងយកទឹកកកធម្មតាចំនួន81ដុំទៅផលិតយើងនឹងទទួលបានទឹកកកដុំចំនួន9ហើយយើងយកទឹកកកដុំ9ហ្នឹងទៅផលិតទៀតគឺយើងនឹងទទួលបានទឹកកកខៀវឬក៏គេហៅថា blue eye អញ្ចឹងនៅពេលដែលយើងយកអា blue eye ទៅដាក់នៅក្នុងក្លុកមួយជាហៀងដាក់សយនៅកណ្ដាលហើយនឹងដាក់ឡាវ៉ាមួយជាហៀងអញ្ចឹងនៅពេលដែលវាប៉ះគ្នាទៅវានឹងចេញប្លុកបាសតេតាមកយើងអាចហ្វាមយកប្លុកហ្នឹងទៅសង់ឬក៏ធ្វើអីផ្សេងបានហើយតាក់ទងនឹងហ្វាមនេះទៅដែរយើងនឹងមានរបស់សំខាន់មួយទៀតតែនៅពេលដែលយើងចង់ទុកមកកុំឲ្យវា despawn យើងច្រើនតែប្រើជាមួយ name tag ដាក់ឲ្យវាប៉ុន្តែនៅមានរបស់មួយទៀតដែលអាចជំនួសវាបានគឺទូកអញ្ចឹងអីដែលយើងត្រូវធ្វើគឺយើងគ្រាន់តែចាប់ mob ហ្នឹងដាក់ក្នុងទូកមកគឺ mob ហ្នឹងវាអត់មាន despawn ទៅណាទេប៉ុន្តែចំណុចដែលសំខាន់ហ្នឹងគឺថាយើងធ្វើវាបានតែនៅក្នុង Java ណាមួយទៀតនៅពេលដែលយើងចាប់សត្វយកមកចិញ្ចឹមហើយយើងដាក់វាទៅក្នុងធុងគឺថាសត្វទាំងអស់ហ្នឹងវានឹងក្លាយទៅជាសត្វចិញ្ចឹមរបស់យើងណាបើន័យថាបន្ទប់បីជាយើងទុកវាចោលឬក៏អត់នៅក្បែរវាក៏ដោយក៏វាអត់ despawn ដែរព្រោះជាធម្មតាបើសិនជាសត្វហ្នឹងនៅក្រៅធុងយើងអត់ចាប់ឬក៏អត់វាយវាគឺវានឹង despawn បាត់ទៅវិញណាហើយបើសិនជាយើងចាប់វាដាក់ធុងហើយគឺកូដរបស់ Minecraft នឹងចាត់ទុកវាជាសត្វចិញ្ចឹមហើយវានឹងនៅក្នុងធុងនឹងរហូតដល់បាត់ទៅណាទេប៉ុន្តែបើសិនជាយើងយកប្លុកមកដាក់នៅក្នុង Sulfur Cube ហើយយើងគប់ទឹកអំបាំងកាយចំវាគឺថាវាបាត់ខ្លួនវានៅសល់តែប្លុកនៅជាប់ខ្លួនវាល្មៀលចុះឡើងមើលមកដូចប្លុកនៅក្នុង Minecraft ចេះដើរអញ្ចឹងឥឡូវយើងចាំមើលខ្ញុំធ្វើផ្ទះមកពី Sulfur Cube ហើយខ្ញុំបោះជាមួយនឹងទឹកថ្នាំអំបាំងកាយវាយើងមើលមកគឺដូចប្លុកនៅធម្មតាជាប់គ្នាអញ្ចឹងណាប៉ុន្តែនៅពេលដែលខ្ញុំដុត TNT នៅក្នុងផ្ទះហ្នឹងហើយវាផ្ទុះមកគឺថាប្លុកទៀតចេញពីផ្ទះហ្នឹងអស់ហ្មងនិយាយទៅគឺដូចមែនតែនអញ្ចឹងហ្នឹងហើយបើសិនជាយើងចង់ធ្វើការជីកជាមួយនឹង gravel ឬក៏ខ្សាច់ពិសេសយកមកទុកគឺយើងអាចជីកបានទេបើទោះបីជាយើងប្រើជាមួយនឹងប៉ែលដែលមាន seal touch ក៏ដោយប៉ុន្តែចំពោះនៅក្នុង Minecraft Java គឺមានវិធីមួយអាចឲ្យយើងបំបែកវាយកមកទុកបានណាអញ្ចឹងអីដែលយើងត្រូវធ្វើហ្នឹងគឺយើងគ្រាន់តែយកខ្សាច់ soul sand ទៅដាក់នៅពីក្រោមទឹកហើយយើងតម្លាក់អាខ្សាច់ពិសេសឬក៏ gravel ពិសេសហ្នឹងពីលើទឹកហ្នឹងឲ្យវាអណ្ដែតចឹងមកអញ្ចឹងប្រហែលជាមួយសន្ទុះគឺវានឹងបែកធ្លាក់ចេញជាប្លុកឲ្យយើងរើបានហើយយើងអាចយកទៅទុកឬក៏យកទៅ build អីបានអញ្ចឹងណាឥឡូវយើងងាកមកក្នុង DN វិញអញ្ចឹងចូលមកដល់ក្នុងភពនេះហើយយើងចង់ចេញទៅវិញតាម portal គឺយើងចេញឲ្យបានទេបើមិនជាយើងចង់ចេញទៅវិញតោះតែយើងវាយអ្នកនឹងឲ្យងាប់ដើម្បីបើក portal ឬក៏ម្យ៉ាងទៀតគឺយើងលេងឲ្យងាប់ទៅគឺយើងអាចចេញទៅវិញបានដែរអញ្ចឹងវាងាយៗទេម្យ៉ាងទៀតតើតោនឹងនេះនៅរាល់ពេលដែលយើងវាយវាយើងច្រើនតែឃើញវាព្រោះជាមួយនឹងអាផ្សែងពណ៌ខៀវមកហើយអាផ្សែងនេះផងដែរគឺជាដង្ហើមរបស់វាហើយដោយសារតែដង្ហើមរបស់វាស្អុយពេកនៅពេលដែលយើងយកដបទៅដួសគេនឹងឲ្យ achievement មួយមកយើងដែល achievement ហ្នឹងគេដាក់ថា unit a min ហើយ min ហ្នឹងគឺជាជីងកាមដែលវាធ្វើដង្ហើមយើងមានក្លិនល្អចឹងវាបានន័យថាដង្ហើមរបស់នេះវាមានក្លិនអាក្រក់មែនតែនសូម្បីតែយើងដើរទៅចិត្តហ្នឹងក៏វាអាចធ្វើឲ្យយើងពុលងាប់បានដែរដូចអ្នកមើលខ្លះចឹងយើងមិនដែលដឹងថានៅក្នុង Minecraft គឺមាន dish មួយដែលវាបាក់បែកហើយមានសម្លេងចម្លែកខ្លាំងមែនតែនចឹង dish ហ្នឹងផងដែរវាមានឈ្មោះថាលេខ11ដែលផលិតកររបស់វាគឺ C418ហើយនៅក្នុង dish ហ្នឹងគឺវាអត់មានសម្លេងចម្រៀងឬក៏សម្លេងភ្លេងទេវាមានតែសម្លេងមនុស្សរត់សម្លេងមនុស្សស្រែកលក្ខណៈភ័យខ្លាចដូចមានអីដេញអញ្ចឹងនិយាយទៅគឺវាចម្លែកមែនតែនបើមិនជាយើងចង់ចូលស្ដាប់យើងអាចស្ដាប់បានហើយបើមិនចង់ទេក៏អត់ទៅសំខាន់វីដេអូយើងគឺមានតែប៉ុណ្្នឹងបើមិនជាគិតថាវីដេអូហ្នឹងមានប្រយោជន៍យើងចូលដេកដល់គ្នាបាយបាយ